ចានេះគឺជាត្រាក់ទ័រយ៉ាន់ម៉ា FX28D ដែលជាការកម្មង់របស់បងស្រីនៅខាងខេត្តបាត់ដំបងចាបងស្រីបានអញ្ជើញមកមើលផ្ទាល់ទេគឺកម្មង់អនឡាញយកតែម្ដងចាដោយឧបករណ៍ដែលបងស្រីកម្មង់ហ្នឹងគឺមានជាប៉ែឈូសឧបករណ៍កាត់ស្មៅធ្វើជីក៏ដូចជាអង្គប់វាយដីចាហើយមុនចេញអវ៉ាន់2ថ្ងៃចាបងស្រីក៏កម្មង់បន្ថែមនៅគោយន្តមួយគ្រឿងទៀតចាគោយន្តសាំងចាក៏ស្អាតដែរហើយនេះគឺជាឧបករណ៍ចាអង្គប់វាយដីហើយភ្ជាប់ជាមួយនឹងត្រាក់ទ័រនោះគឺជាឧបករណ៍កាត់ស្មៅធ្វើជីចាសម្រាប់បងត្រូវការដោះដូរឧបករណ៍គឺយើងដោះដូរនៅផ្នែកខាងក្រោយនេះសម្រាប់ឧបករណ៍កាត់ស្មៅធ្វើជីគឺសម្រាប់ຂະຫນាត1ម៉ែត្រកន្លះនេះគឺយើងអាចភ្ជាប់ជាមួយនឹងត្រាក់ទ័រកម្លាំង28បានចាដោយក្រុមការងារធ្លាប់ធ្វើការកាត់បង្ហាញជូនបងអញ្ចឹងគឺកាត់ចេញមកស្រួលចាអត់មានប្រឹងត្រាក់ទ័រទេគឺកាត់ចេញមកស្អាតតែម្ដងចាអញ្ចឹងគឺអរគុណមែនតើដែលបងស្រីបានផ្ដល់ទំនុកចិត្តចាគឺកំងជាឈុតធំអត់បានចេញមកមើលទេប៉ុន្តែដោយបានជំរាបជូនអញ្ចឹងមិនថាបងជួយមកមើលផ្ទាល់ឬបងធ្វើការកំងតាមផេកទេចាគឺអីវ៉ាន់ចេញទៅគឺរៀបចំមកស្អាតមកភ្លឹងជូនតែម្ដងចាហើយសម្រាប់ឧបករណ៍កាត់ស្មៅធ្វើជីនេះបងដែលមានតម្រូវការចាស្មៅពិបាកក្នុងការកាត់អីបងចង់បំលែងស្មៅនៅចំការបងឲ្យទៅជាជីធម្មជាតិជីកប៉ុសគឺបងអាចប្រើឧបករណ៍ប្រភេទនេះបានជារួមទៅមួយឈុតដែលបងស្រីគាត់យកនេះគឺមកល្មមប្រើជាលក្ខណៈគ្រួសារចាព្រោះចការខ្លះក៏ត្រូវការភ្ជួរទៀតទេគឺប៉ុននេះគឺមកល្មមប្រើតែម្ដងចាមកស្អាតហើយក៏ងាយស្រួលក្នុងការចល័តនៅក្នុងចំការដែរអញ្ចឹងសម្រាប់បងដែលមានតម្រូវការត្រាក់ទ័រមួយទឹកជប៉ុនចាគោយន្តសាំងគោយន្តមួយសុទ្ធក្បាលបាញ់សម្ពាធទឹកបងអាចធ្វើការកម្មង់ប្រភេទតុងមេងលីបានចាគឺធានាជូនចាមិនថាបងជួយមើលផ្ទាល់ឬក៏បងធ្វើការកម្មង់តាមផេកទេគឺអវ៉ាន់ចេញទៅគឺរៀបចំមកស្អាតជូនបែបនេះតែម្ដងចាអញ្ចឹងអរគុណមែនតើសម្រាប់ការគ្រប់គ្រងរបស់បងអតិថិជន